សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាហើយនេះគឺជាសកម្មភាពការរៀបចំសង្ក្រាន្តនៅក្នុងវត្តពេលវត្តសឹងឃុំសឹងស្រុកអូជ្រៅខេត្តបន្ទាយមានជ័យពុកម៉ែបងប្អូនហើយការរៀបចំរបស់គណៈកម្មការរបស់យើងនៅក្នុងឆ្នាំនេះគឺរៀបចំបានល្អមែនទែនដោយសារមានការសហការជាមួយព្រះសង្ឃហើយនឹងជាមួយគណៈកម្មការរបស់យើងនៅក្នុងវត្តពុកម៉ែបងប្អូនហើយការរៀបចំឃើញថាប្រព្រឹត្តទៅបានល្អមែនទែនទាំងការរៀបចំល្បែងប្រជាប្រិយមានដូចជាការរាំកំសាន្តនៅក្នុងវត្តគឺរៀបចំបានល្អមែនទែនហើយនេះគឺជាទិដ្ឋភាពទាំងមូលនៅក្នុងថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរសង្ក្រាន្តឆ្នាំថ្មីពុកម៉ែបងប្អូននៅក្នុងវត្តលវ័នសឹងហើយមានការតុបតែងភ្លើងភ្ញីដែលជាការលម្អសម្រាប់ឲ្យពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ឃុំសឹងនេះគឺបានមកលេងកំសាន្តទាំងអស់គ្នានៅក្នុងពេលយប់ពេលរាត្រីពុកម៉ែបងប្អូនហើយយើងមានកម្មវិធីសប្បាយៗជាច្រើនមានដូចជាកីឡាប្រដាល់គុនខ្មែរហើយនឹងមានដូចជាកញ្ញាធ្លាក់ទឹកមានដូចជាល្បែងជាព្រៃវៃក្អមទាញព្រាត់ហើយនឹងមានរំស្គរដៃមានរំធុងបាសផងដែរហើយនឹងមានការចាប់ការយករង្វាន់ហើយនេះគឺជាទិដ្ឋភាពនៅក្នុងថ្ងៃចូលឆ្នាំថ្ងៃបញ្ចប់ពុកម៉ែបងប្អូនហើយនេះគឺជាពុកម៉ែបងប្អូនអាជីវកររបស់យើងគាត់មកលក់មានការលក់ដូរមានលក់ចំណីអាហារច្រើនមែនទែនហើយនេះគឺជាទិដ្ឋភាពផ្ទាល់តែម្ដងដែលខ្ញុំបានថតធ្វើជាវីដេអូដើម្បីបង្ហាញជូនពុកម៉ែបងប្អូនបានទស្សនាពុកម៉ែបងប្អូនហើយឃើញថាពុកម៉ែបងប្អូនរបស់យើងគឺមកលេងច្រើនកកមែនទែនព្រោះថានៅតំបន់សឹងនេះគឺយើងជាប់ជាមួយសុភីចង្ហាអញ្ចឹងពុកម៉ែបងប្អូនអញ្ចឹងហើយក៏ពុកម៉ែបងប្អូនក៏គាត់បានមកចូលរួមច្រើនមែនទែនជាប់ជាមួយជ្រៃឈូកផងដែរពុកម៉ែបងប្អូនហើយឃើញថាគាត់មកចូលរួមនៅក្នុងថ្ងៃបង្ហើយនឹងគឺច្រើនមែនទែននេះគឺជាការលេងច្រៀងលេងគឺតន្ត្រីស្រុកស្រែពុកម៉ែបងប្អូនគឺវត្តវេលវ័នសឹងរបស់យើងគឺមានល្បែងជាព្រៃមានការលេងអបអរសាទរច្រើនមែនទែនពុកម៉ែបងប្អូនហើយនេះគឺជាកន្លែងសង្ក្រាន្តរបស់យើងដែលគាត់លេងល្បែងជាព្រៃជាមួយក្មេងៗនឹងហើយនេះគឺជាការលេងកញ្ញាធ្លាក់ទឹកពុកម៉ែបងប្អូនហើយកញ្ញាធ្លាក់ទឹកនេះគឺយើងលេងសប្បាយទាំងអស់គ្នានៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររបស់យើងពុកម៉ែបងប្អូនហើយនេះគឺការរំធុងបាសឬក៏រំសូដៃរបស់ពុកម៉ែបងប្អូនរបស់យើងរំកំសាន្តនៅពេលឱកាសបុណ្យចូលឆ្នាំពុកម៉ែបងប្អូនឃើញថាគាត់មកចូលរួមច្រើនកកមែនទែននៅក្នុងបរិវេណវត្តពេលលវ័នសឹងរបស់យើងហើយនេះគឺតាមដងផ្លូវគឺគាត់បានមកចូលរួមទិញចំណីអាហារញ៉ាំដែលពុកម៉ែបងប្អូនអាជីវកររបស់យើងនឹងគឺគាត់លក់នៅពេលយប់អញ្ចឹងណាពុកម៉ែបងប្អូនហើយសម្រាប់វត្តពេលលវ័នសឹងឃុំសឹងនេះគឺនៅពេលយប់គឺពុកម៉ែបងប្អូនរបស់យើងនៅក្នុងតំបន់នេះគឺគាត់មកលេងនៅក្នុងវត្តឯចំណែកពេលថ្ងៃគឺគាត់លេងកំសាន្តនៅតាមផ្ទះឬក៏ផឹកលេងជាមួយពុកម៉ែបងប្អូនជួបជុំញាតិមិត្តចិត្តឆ្ងាយអញ្ចឹងពុកម៉ែបងប្អូនតែគាត់មកពីខាងថៃមកពីខាងភ្នំពេញអញ្ចឹងពុកម៉ែបងប្អូនហើយនេះគឺកន្លែងល្បែងលេងរបស់កូនក្មេងមានដូចជាកន្ត្រកវិលមានដូចជាកុបពេញប៉ោងអញ្ចឹងពុកម៉ែបងប្អូនតែគាត់មកចូលរួមសប្បាយទាំងអស់គ្នាពុកម៉ែបងប្អូនហើយនេះគឺកន្លែងកីឡាប្រដាល់ពុកម៉ែបងប្អូនហើយឃើញថាកីឡាប្រដាល់គុនខ្មែររបស់យើងឆ្នាំនេះគឺមនុស្សច្រើនកកមែនទែនពុកម៉ែបងប្អូនហើយការទិញសមុទ្រតម្លៃសមុទ្រត្រឹមតែ 3,000 រៀលឬក៏ 5,000 រៀលមួយថ្ងៃពុកម៉ែបងប្អូននេះគឺក្នុងកន្លែងប្រដាល់របស់យើងពុកម៉ែបងប្អូនហើយកីឡាករគឺកីឡាករនៅក្នុងឃុំផ្ទាល់របស់យើងតែម្ដងពុកម៉ែបងប្អូនហើយនឹងកីឡាករដែលមកពីតាមក្លឹបនានានៅក្នុងខេត្តបន្ទាយមានជ័យពុកម៉ែបងប្អូនហើយដឹកនាំការប្រកួតដោយលោកគ្រូហេងមុនឃីមដែលជាគ្រូប្រដាល់គុនខ្មែរប្រចាំខេត្តបន្ទាយមានជ័យក្រុងសិរីសភ័ណ្ឌផងដែរដែលជាឪពុកបង្កើតរបស់កីឡាករឃីមឌីម៉ានិងកីឡាករឃីបូរ៉ាដែលជាម្ចាស់មេដាយមាសពុកម៉ែបងប្អូនហើយនេះគឺជាការប្រកួតរបស់បងប្អូនដែលគាត់បានចុះឈ្មោះប្រកួតនៅក្នុងថ្ងៃចូលឆ្នាំហើយថ្ងៃនេះគឺជាថ្ងៃបញ្ចប់តែម្ដងពុកម៉ែបងប្អូនព្រោះថាវត្តពេលលវ័នសឹងរបស់យើងគឺយើងមានការលេងតែចំនួន4យប់5ថ្ងៃប៉ុណ្្នឹងឯងពុកម៉ែបងប្អូនហើយប្រហែលជាឆ្នាំក្រោយយើងអាចថាយើងដាក់ចំនួន5ថ្ងៃផងដែរអញ្ចឹងពុកម៉ែបងប្អូនដើម្បីឲ្យពុកម៉ែបងប្អូនយើងសប្បាយបានយូរបន្តិចពុកម៉ែបងប្អូនព្រោះថាពុកម៉ែបងប្អូនយើងគឺគាត់មកពីខាងថៃឬក៏ខាងធ្វើការនៅតាមខេត្តនៅក្នុងស្រុកខ្លួនឯងផ្ទាល់អញ្ចឹងពុកម៉ែបងប្អូនឬខ្លះណាក៏មកពីខាងបន្ទាយមានជ័យប៉ោយប៉ែតអញ្ចឹងពុកម៉ែបងប្អូនហើយនេះគឺការប្រកួតរបស់បងប្អូនគឺគាត់ប្រកួតបានល្អមែនទែនណាពុកម៉ែបងប្អូនមិនចាញ់ទៅតាមពោះទូប្រហែលទេពុកម៉ែបងប្អូនហើយយើងធ្វើនេះគឺដូចជាការអភិរក្សគុនខ្មែររបស់យើងមិនឲ្យបាត់បង់អញ្ចឹងពុកម៉ែបងប្អូនហើយយើងថែរក្សានៅវប្បធម៌ខ្មែររបស់យើងឲ្យបានគង់វង្សតរៀងទៅអញ្ចឹងពុកម៉ែបងប្អូនហ
ហើយការថានិបាយរបស់ខ្ញុំក៏បានដល់ទីបញ្ចប់ហើយសូមអរគុណសូមគោរពលាជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ